យ៉ាងណាមិញគិតត្រឹមវេលាម៉ោង8ព្រឹកថ្ងៃទី22នេះផងដែរទាហានរបស់សៀមក៏បានបាញ់ផ្លោងយ៉ាងសន្ធប់នៅខាងមុខប្រាសាទព្រះវិហារយ៉ាងណាមិញកងកម្លាំងរបស់យើងកំពុងតែវាយទប់ទល់យ៉ាងខ្លាំងក្លាជាមួយនឹងការប៉ុនប៉ងចូលឈ្លានពានរបស់ចៅសៀមយ៉ាងណាមិញនៅថ្ងៃទី22នេះផងដែរទាហានឈ្លានពានរបស់សៀមក៏បានពង្រីកភូមិសាស្ត្របាញ់ផ្លោងចូលឃុំបឹងបេងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យចំនួន10គ្រាប់ដែលនេះគឺជាទង្វើរំលោភបំពានទាំងកំរោលនិងធ្ងន់ធ្ងរបំផុតមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាបាទនេះគឺជាព័ត៌មានដែលបានចុះផ្សាយដោយសារព័ត៌មាន Fresh News រួមទាំងเพจផ្លូវការរបស់ក្រសួងការពារជាតិបាទហើយនៅថ្ងៃនេះដែរយើងក៏ដឹងហើយថាជាថ្ងៃដែលរៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីការបរទេសអាស៊ានបាទក្នុងវត្ថុបំណងដើម្បីសម្របសម្រួលភាគីទាំងពីរកម្ពុជាសៀមធ្វើយ៉ាងណាដើម្បីឲ្យវិលមករកតុចរចានិងគោរព